សម្រាប់ស្ត្រីគឺជារឿងសំខាន់ជាងអ្វីទាំងអស់ប៉ុន្តែដល់ពេលចង់បានកូនណាសុខចិត្តយកសិនហើយសក់ជ្រុះក៏ព្រោះតែអរម៉ូនប្រែប្រួលក៏ជ្រុះសិនទៅចោះតាំងពីពេលពោះកូនស្រីជាង3ខែមកសក់ខ្ញុំជ្រុះច្រើនណាស់ពេលខ្ញុំគិតដល់រឿងសក់ជ្រុះក្នុងចិត្តខ្ញុំភ័យតក់ស្លុតតែម្ដងពេលថាស្ត្រីមានគភ៌គឺអាចឡើងកទួលរមាត់លើស្បែកមុនសាច់លើដើមទ្រូងនិងខ្នងហើយបញ្ហាសំខាន់នោះគឺជ្រុះសក់ជាដើមពេលខ្ញុំងូតទឹកសក់ជ្រុះមិនក្រោមពី10ទៅ20តសៃទេពេលសិតមកក៏វាដោយមកតាមក្រាស់4-10តសៃទៀតពេលហ្នឹងខ្ញុំក៏មានចិត្តភ័យម្ដងទៀតហើយពេលដែលឆ្លុះកញ្ចក់មើលមុខនឹងសក់ខ្ញុំឃើញសក់ដូចសំពងព្រោះខ្លីៗបាសគូផ្សំផងដូចសក់សំពងណាស់ភ័យម្ដងទៀតបងប្អូនតែចេះតែឆ្ងល់ថាសក់ខ្ញុំជ្រុះរាល់ថ្ងៃច្រើនអញ្ចឹងហើយជាង3ខែហើយមិនក៏សក់ខ្ញុំនៅតែក្រាស់ពេលយកដៃទៅចាប់អារឿងសក់នោះគឺថាមកក្តាប់ណែនតែម្ដងពេលហ្នឹងគឺធូរចិត្តបន្តិចភ្លេចថាខ្លួនឯងជាអ្នកប្រើដល់ថ្នាក់ឡើងភ្លេចខ្លួនថាសក់ដែលនៅក្រាស់ព្រោះវាមានកូនសក់ដុសថ្មីលឿននិងដុសច្រើនតែជាសំណាងដែលខ្ញុំមានសាប៊ូកក់មាសក្រែបបន្ទន់ប្រេងលាបសក់និងសេរ៉ូមបដោះសក់ភាពព្រីមៀមនៅក្នុងបន្ទប់ទឹកនិយាយរួមទៅគឺមួយឈុតធំតែម្ដងនិយាយរឿងដោះសក់ជ្រុះដល់ថ្នាក់រកព្រះជួយនេះនឹកឃើញភ្លាមដល់បងស្រីមាសខាងកំពង់សោមស្ដាច់លេងពណ៌សក់ប្រើឈុត3មុខសក់ឆក់ពីដុំក៏ដោះចិត្តនៅពេលដែលប្រើចិត្តអស់មួយឈុតកាន់តែព្រឺរោមជាងនេះទៀតគឺប្អូនស្រីនៅខាងផ្សារថ្នល់ទទឹងកំពង់ស្ពឺប្អូនស្រីសក់ឆេះពុកផុយបាក់ដាច់មកទាំងដុំព្រោះតែលេងពណ៌ជ្រុលនិងយូរពេកតែបានគុណបុណ្យឈុតកក់ខៀវមួយក្រែមបន្ទន់មួយនិងប្រេងលាបសក់ឥឡូវមានតែពាក្យថាអរគុណភាពព្រីមៀមចំណែកបងស្រីដែលថតវីដេអូពេលសិតសក់ហើយពេលហ្នឹងសក់គាត់ជ្រុះមកតាមដៃទាំងក្តាប់បងស្រីប្រើឈុត2មុខគឺកក់មាសមួយនិងក្រែមបន្ទន់មួយទឹកមុខគាត់រីកដូចគ្រាប់ជីត្រូវទឹកអញ្ចឹងសម្រាប់ផលិតផលភាពព្រីមៀមមានការលក់បញ្ចុះតម្លៃគ្រប់ដបគ្រប់ឈុតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី17មេសាចង់ដឹងលម្អិតបងប្អូនឆាតមកផេកគឹមហៀងញឹកក៏បានផេកភាពព្រីមៀម by KH ក៏បាន